អូខេអ្នកលើកយើងបានមកដល់ក្នុងមុខផ្ទះរបស់លោកពូពាក់មីហើយយើងក៏បាននាំមកនៅជាមួយនឹងបាកាចំនួន3ឱកាសដើម្បីជួយទៅដល់បងកងទ័ពតាមរយៈលោកពូពាក់មីដោយសារតែពួកយើងបានឃើញជាមួយនឹងវីដេអូរបស់លោកពូពាក់មីសម្ភាសជាមួយនឹងបងកងទ័ពដែលពួកគាត់បានធ្វើការភេសជ្ជៈបើកម្លាំងដូច្នេះយើងក៏យកភេសជ្ជៈបើកម្លាំងបាកាជូនពួកគាត់ដើម្បីពួកគាត់មានស្មារតីរឹងមាំបង្កើនធម៌ពលជូនពួកគាត់នៅអាយុមុខអូវាច្រើនណាស់នេះទាំងអស់ប៉ុន្មានគេ300កែបង300កែហ្នឹងហើយអរគុណច្រើនតែប៉ុន្តែខ្ញុំទៅជួបកងទ័ពជួបមុខគាត់ថាគាត់សុំភេសជ្ជៈបើកម្លាំងហើយខ្ញុំសួរគាត់ចង់បានអីគេគាត់ថាចង់បានបាកាគាត់ថាបានចង់បានបាកាគាត់ថាបាកាតែទី1ជួយឲ្យគាត់បានងុយគេងទៅគាត់ត្រូវយាមធ្វើការពារធ្វើប្រចាំការអីគាត់ហូបបាកាទៅគាត់ទៅអត់ងុយគេងទី2អ្វីដែលបងទៅមលឺលើកទី1គាត់និយាយថាបាកាហ្នឹងពលផ្សាយពលអីអាចជួយទប់ស្មារតីទប់បើកម្លាំងមានកម្លាំងអាចឲ្យយើងទប់ខ្លួនបានមួយរយៈតូចសិនប្រហែលមានដល់ពេទ្យអញ្ចឹងអ្វីដែលអាចជួយបានមានការឧបត្ថម្ភលើទឹកចិត្តដូចជាចាក់បើកម្លាំងនេះយើងជឿជូនគាត់នៅតែការពារព្រំដែនគាត់គេងលើរឹងគេងលើទីលានអីផ្សេងៗគាត់ញ៉ាំបាកាសទៅគាត់មានកម្លាំងនេះគឺកម្លាំងចិត្តដល់ព្រះកោតបជុំមុខដូចជាបងប្អូនពិសេសផងដែរបាទខ្មែររឿងតែមួយបាកាលើសពីភេសជ្ជៈបើកម្លាំង